ចរចាការដោះស្រាយបញ្ហានៃការឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជាដែរឬទេបាទ បាទសូមអរគុណចំណុចសំខាន់មួយនេះខ្ញុំអាចលើកបានថាក្រោយអំពីជំនួបរវាងអាដាមរដ្ឋមន្ត្រីការបរទេសទាំងពីរប្រទេសហើយអញ្ចឹងឃើញថាពិភាក្សាថៃចេញនៅសារចេញនៅព័ត៌មានផ្សេងក្រោមរូបភាពនៃការដាក់សម្ពាធមកលើកម្ពុជាបាទដាក់សម្ពាធយ៉ាងម៉េចគឺសូមឲ្យកម្ពុជាជៀសវាងនៅព័ត៌មានដែលចោទប្រកាន់ថៃដែលធ្វើឲ្យប៉ះពាល់ទៅដល់ការងារព្រំដែនរវាងប្រទេសទាំងពីរឬក៏តែអត់ហ៊ាននិយាយថាការងារ JBC ទេបាទអញ្ចឹងយើងត្រូវចាប់ចំណុចថៃឲ្យបាននៅស្របពេលដែលខ្លួនឯងកំពុងតែកាន់កាប់ទឹកដីកម្ពុជានៅខុសច្បាប់បាទប្រមាណទីតាំងយើងដឹងហើយបាទព្រំបទល់ដែន800គីឡូម៉ែត្រជាងហ្នឹងបាទគឺថៃកាន់កាប់រំលោភស្ទើរតែគ្រប់ទីតាំងទាំងអស់ហើយបែរជាដាក់សម្ពាធមកកម្ពុជាកុំឲ្យតវ៉ាក្នុងរូបភាពបែបហ្នឹងដើម្បីកុំឲ្យអន្តរជាតិមើលឃើញថាថៃកំពុងតែឈ្លានពានកម្ពុជាបាទគឺក្នុងរូបភាពបែបហ្នឹងនៅពេលដែលយើងតាមដានមើលមុជឲ្យជ្រៅទៅឲ្យឆ្ងាយឲ្យឃើញពីចេតនាពិតប្រាកដរបស់ថៃនៅពេលនេះគឺក្រោមរូបភាពបែបនេះមានន័យថាថៃឈ្លានពានកម្ពុជាហើយគ្រប់គ្រងទឹកដីកម្ពុជាមួយចំនួនដែលខុសច្បាប់ហើយនឹងព្យាយាមបិទមាត់កម្ពុជាកុំឲ្យនិយាយបញ្ហាហ្នឹងតវ៉ាបញ្ហាហ្នឹងទៅអន្តរជាតិប្រកបណាស់ចំណុចគឺនៅត្រង់ហ្នឹងហេតុអីបានជាមិនរំលេចអំពីការបរិច្ឆេទឆ្លើយតបទៅនឹងការបរិច្ឆេទដែលកម្ពុជាបានអញ្ជើញជាផ្លូវការឲ្យចូលរួមកិច្ចចរចាទ្វេភាគីដោះស្រាយបញ្ហាព្រំប្រទល់ដែនតាមយន្តការ JBC ដែលថៃចង់បានជាយូរមកហើយនោះបាទហេតុអីក៏មិនរំលឹកលោកស៊ីហាស័កប៉ុងគិតកៅហ្នឹងបាទមើលចេតនាស៊ីហាស័កប៉ុងគិតកៅថៃនេះឲ្យច្បាស់កន្លែងនេះបាទយ៉ាងហោចណាស់ក៏រំលឹកអំពីថាអាចនៅក្នុងខែនេះសប្តាហ៍នេះនៃខែឧសភាឧទាហរណ៍នឹងត្រូវរៀបចំកិច្ចប្រជុំឬក៏លទ្ធភាពនៃការចូលរួមកិច្ចប្រជុំទ្វេភាគី JBC ដើម្បីដោះស្រាយបញ្ហាកម្ពុជាថៃព្រំប្រទល់ដែនហ្នឹងឲ្យបានច្បាស់លាស់ឲ្យបានដាច់ស្រេចយោងទៅតាមសន្ធិសញ្ញាបារាំងសៀម MOU ឆ្នាំ2000ក៏ដូចជាធម្មនុញ្ញអាស៊ានធម្មនុញ្ញអង្គការសហប្រជាជាតិដែលថៃខ្លួនឯងថ្មីនេះពេលដែលកម្ពុជាបានដាក់កំណត់ទូតតវ៉ាឡើងក៏ក្រៅឆាកអន្តរជាតិជាង700កំណត់ទូតហើយបែរជាលេចចេញថាកម្ពុជាហ្នឹងទៅលួចទង់ជាតិក្នុងទឹកដីវាឃើញវាលុបបាទហ្នឹងលុបទី1លុបទី2ពេលដែលលុបអាហ្នឹងសាបគេអត់ជឿហើយចេញ MOU 2001ដែនសមុទ្រឯណាឆ្កុយទៀតបាទហើយចាប់វាឲ្យចប់បាទរាប់សិបទីតាំងកំពុងកាត់កាប់ខុសច្បាប់ដែលកំពុងកក្រៅលើឆាកអន្តរជាតិតាមរយៈកណ្ដាលទូតប្តឹងចំទាស់តវ៉ាបដិសេធនៃការកាត់កាប់ដែលខុសច្បាប់ពីសម្រាប់ប្រទេសថៃមកលើអធិបតេយ្យភាពកម្ពុជាបែរជារុញទៅបាត់ទង់ជាតិសាបអស់រុញទៅ2001នេះគ្រាន់តែជាកិច្ចព្រមព្រៀងដើម្បីវិនិយោគរួមគ្នាទៅលើ OCA ដែរ Overlap Claim Area បាទមិនជាកិច្ចព្រមព្រៀងកំណត់ព្រំដែនសមុទ្រអន្តរជាតិណាហើយក៏អត់មានវិវាទទៅទៀតអត់មានចំណុចវិវាទទេអានោះកិច្ចព្រមព្រៀងឯកភាពគ្នាអត់មានចំនួនខាងនេះរបស់ថៃខាងនោះរបស់កម្ពុជាណាកិច្ចព្រមព្រៀងអភិវឌ្ឍសេដ្ឋកិច្ចសុទ្ធសាធនៅក្នុងដែនសមុទ្រត្រួតស៊ីគ្នាបាទនេះអារឿងធំនេះដែនអធិបតេយ្យនេះឃើញវាទាញទៅក្នុងបាទអញ្ចឹងយើងចាប់ចេតនាវាច្បាស់ហើយក៏ត្រូវតែបង្ហាញឲ្យពិភពលោកឃើញថាថៃស្របពេលដែលកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់កំពុងតែព្យាយាមគេចវេះពីយន្តការ JBC ជាមួយកម្ពុជា
ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិបែរជាព្យាយាមយកលេសពីមួយទៅមួយពីមួយទៅមួយពីមួយទៅមួយបាទដើម្បីកិច្ចវេះអំពីការទទួលខុសត្រូវការដកកុងតឺន័រទៅវិញការដកបលាលួសទៅវិញការកាត់បន្ថយឬក៏ឈប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធាទាំងស៊ីវិលនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាដែលខុសច្បាប់កន្លែងនេះពេលដែលខ្ញុំនៅក្រៅប្រទេសខ្ញុំជាមួយសហគមន៍អន្តរជាតិជាពិសេសជាមួយក្រុមអ្នកច្បាប់ប្រចាំតំបន់ប៉ាស៊ីហ្វិកហើយនិងក្រុមអ្នកច្បាប់នៅ UN ហើយក្រុមរបស់ខ្ញុំក្រុមជាប់សមុទ្រនៅ UN ក៏មានដែរបាទសិតតែរក្សាទំនាក់ទំនងគ្នាទាំងអស់ខ្ញុំបានបញ្យល់គេថារឿងសាមញ្ញមើលអ្នកណាឆ្លៀនពៀនអ្នកណាទី1ថៃប្រើប្រាស់ផែនទីគូសជាឯកតោភាគីហើយវាយយកចូលមកក្នុងទឹកដីកម្ពុជាហើយដោយសម្ដេចធិបតីលើកនៅក្នុងកិច្ចសភាអន្តរជាតិមួយបាទមិនត្រឹមតែវាយយកទៅតាមផែនទីដែលគូសឯកតោភាគីវាយចូលលឹះនឹងទៀតបាទកន្លែងនេះដែលថៃវាអាម៉ាស់បំផុតខ្មាស់អៀនរោពាក្យពេចអីមកការពេលខ្លួនអត់បានដែរបាទអញ្ចឹងអន្តរជាតិគេច្បាស់ហ្មងឥឡូវ keyword តែមួយហ្នឹង